នឹងឯខ្ញុំចង់និយាយអំពីការព្រួយបារម្ភរបស់ម្ចាស់អាជីវកម្មសហគ្រាសធុនតូចមធ្យមហ្នឹងជាទូទៅគាត់មានការព្រួយបារម្ភហើយនឹងទៅលើរឿងសកម្មកម្មពន្ធដារហើយខ្ញុំគិតថាអ្វីដែលបបពិសោធន៍ខ្ញុំ10ឆ្នាំជាងនេះដែលធ្វើការនៅក្នុងវិស័យ SME នេះខ្ញុំឃើញថាអ្នករស់ស៊ី SME នេះពិសេសគឺអ្នកមធ្យមឡើងទៅគាត់មានបញ្ហាទៅលើការព្រួយបារម្ភបញ្ហាសកម្មកម្មពន្ធដារបញ្ហាចម្បងនៃបញ្ហានេះខ្ញុំគិតថាពួកគាត់អត់សូវឲ្យតម្លៃទៅលើការកាន់វិធីសាស្ត្រមួយត្រឹមត្រូវហើយគាត់ពេលដែលគាត់បើកក្រុមហ៊ុនគាត់អត់បានរៀបចំវិធីស្នាមហើយនឹងគម្រោងរបាយការណ៍តាមស្តង់ដាររបស់តាមបទបញ្ញត្តិនៃពន្ធដារក៏ដូចជាបទបញ្ញត្តិរបស់និច្ចតកគណៈនៃសកម្មកម្មមានន័យថាគាត់អត់មានចំណេះដឹងរឿងនឹងច្រើនហើយគាត់ក៏អត់បានពិភាក្សាជាមួយអ្នកដែលគេច្បាស់លាស់មួយចំនួនជាទូទៅពេលដែលយើងមានពន្ធមធ្យមឡើងទៅគឺយើងត្រូវកាន់វិធីស្នាមឬក៏គេហៅថារបាយការណ៍អន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូចមធ្យមតម្រូវឲ្យពួកគាត់នឹងមានគណនេយ្យករមួយដែលមានបទពិសោធន៍និងមានចំណេះដឹងទៅលើប្រព័ន្ធគណនេយ្យក៏ដូចជារបាយការណ៍ដែលបានច្បាស់លាស់អញ្ចឹងនៅពេលដែលគាត់អាចបានវិនិយោគទៅលើរបាយការណ៍ហ្នឹងមានន័យថាគាត់មានហានិភ័យអញ្ចឹងជាសំឡេងពោលរបស់ខ្ញុំគឺថាគាត់គួរតែមានគណនេយ្យករឬក៏គណនេយ្យករហ្នឹងគួរតែមានបទពិសោធន៍ពីដែរអាចគណនេយ្យករធម្មតាប្រាក់ខែ300-400អាចធ្វើបានទេខ្ញុំគិតថាអញ្ចឹងហើយគាត់គួរតែមានជំនាញហើយទីពីរទៀតគាត់ត្រូវតែបើសិនជាគាត់អត់មានលទ្ធភាពជួលអ្នកគណនេយ្យករដែលមានជំនាញបទពិសោធន៍ទេគាត់ត្រូវតែពឹងអ្នកណាគេដែលប្រឹក្សាយោបល់ឲ្យគាត់ឲ្យបានត្រឹមត្រូវជាដំបូងគាត់ត្រូវតែរៀបចំប្រព័ន្ធកត់ត្រានេះបានច្បាស់លាស់គាត់ត្រូវមានទម្រង់មានន័យថាយើងត្រូវមានទម្រង់ជា voucher ទម្រង់ជាវិក័យប័ត្រហ្នឹងទៅតាមស្តង់ដាររបស់ពន្ធដារហើយគាត់ត្រូវតែមានការកត់ត្រាទៅលើសន្និធិក៏ដូចជារបាយការណ៍សាច់ប្រាក់និងរបាយការណ៍គណនេយ្យសម្រាប់ធនាគារហ្នឹងឲ្យបានច្បាស់លាស់ដើម្បីមានរបាយការណ៍មួយស្តង់ដារហ្នឹងដែលខ្ញុំមើលទៅ